វាមិនអស់ចិត្តបកកើតកោតមកថាឲ្យវាឆ្លាតធម្មតាចេះដឹងកលៈទេសៈទៅអានោះវាជ្រុលជិះតាក់ស៊ីគេវាហ៊ានបដៅតកងឡានណាឯងដឹងអត់ប្រាប់មកតកងឡានគេវាថាតកងឡានឈប់គេចាប់ប្រាំងខឹបវាស្ដីឲ្យថាតកងឡានឯងធ្វើអញ្ចឹងអត់មានជីវធម៌ពលវាថាថ្ងៃក្រោយបើតកងឡានឯងរកស៊ីអញ្ចឹងអត់មានទេហើយឯងយល់យ៉ាងណាដែរហើយយល់យ៉ាងណាមិនថ្ងៃមុនវាឃើញយន្តហោះអញ្ចឹងវាថាឪយន្តហោះហ្នឹងបើសិនណាបើកក្នុងទឹកបានណាបានលយវាថាថ្ងៃណាមួយទៅបដៅអាអ្នកផលិតយន្តហោះទៀតវាទាខ្ញុំទៅអាមេរិកតាវាគួរតែដឹងហើយចុះកូនស្រីឯងនោះកូនស្រីខ្ញុំវាកាត់តាមខ្ញុំចេះដឹងរាក់ជ្រៅវាអត់ហួសដោយអានោះទាំងអស់ជាមួយតែគ្នាណាកូនស្រីខ្ញុំឃើញទេវាសភាពវាខ្ញុំបងរមុខរស្អីរមុខអីក៏កូនរមុខអ្នកដេកនោមដាក់ខ្ញុំយប់មិញអាណាដេកនោមឥឡូវឡើងទៅទឹកខ្លួនខ្ញុំពេញហើយឪវាឯងខ្ញុំលឺសពអូចំណាស់ខ្ញុំលឺសពឪលឺសពឃើញដាក់លបងវត្តឆអូយស្រួលអីស្រួលយ៉ាងនេះខ្លួនណាពុកតែខ្ញុំពាក់កណ្ដាលខ្លួនមីនាងកូនចាសភាពអីសភាពយ៉ាងហ្នឹងលោកអើយស្លៀកអណ្ដែងអាវនេះខោភ្លេចសឹកភ្លេចអស់ក្រែនៅពេញហ្នឹងអញញ៉ៃមិនដឹងស្អីកន្លែងដេកមិនច្បាស់កន្លែងដេកអាក្រែច្បាស់កន្លែងខ្នះញ៉ៃទាំងម៉ៃទាំងឪមិនដឹងស្អីមកទៅបងទៅបងវិបធានាអញទៅធ្វើការណាក៏ដោយមិនតែបាត់ពេញមកនឹងនឹងប៉ាហ្នឹងហ្មងតែនឹងចិត្តជ្រុលហ្មងមិនជាវាទៅហើយស្អីគេបងខោខែខោអីហ្នឹងទៅខ្ញុំធ្វើការឲ្យកូនអីទៅធ្វើការហើយស្អីឲ្យពាក់អាវស្អីចេញផ្សិតគេហីកហ៊ូហ្នឹងហ៎ហើយមិនឲ្យមកខោមើលនិយាយគេមើលខោខ្លួនឯងហីអញបងអញប្រក់អញធ្វើប្រឹងចិត្តហើយយើងមើលចេញខ្ញុំស្អីខ្ញុំធ្វើការចេញសាច់ចេញអីដើរតាមផ្លូវលោកដើរបណ្ឌអីពិបាកព្រែកលោកហីកូនណាកូនឲ្យវាស្រីវាស្រឡាញ់ឪឯងចឹងដែរក្បាលឪឯងហ្នឹងឪឯងមើលសក់មើលអត់ស៊ីមើលក្បាលមកស៊ីមុខមកស៊ីមកខ្លួនស៊ីមកជើងស្របមកហ្នឹងអត់ចំដូចខ្ចីខ្លួនក្បាលគេមិនដាក់ទេនេះហើយយើងចាស់ហើយយើងពាក់ខ្សែដៃជិះនេះគឺសបៅម៉េះលោកឯងនឹងអស់ចាស់ស្អីអញហើយបងមិនបែកថាឲ្យពុកចឹងពុកឯងមើលខ្ញុំខំធ្វើការគាត់មកបណ្ណៃគ្មានទូរស័ព្ទប្រត់តែអញ7រត់ឆាត់ទៅកុំបានឪឯងមានកំហុសចុះអញអត់កំហុសទេម៉ែឯងនឹងចិត្តតែចាស់ហើយស្ដាប់ធ្មេញមាសវាអត់ត្រូវអានឹងខ្មោចស៊ីមនុស្សស៊ីខ្មោចទៅតាមក្បួនចិនណាទៅខុសម៉ែណាទៅទៀតអីវោហាកូនហើយវោហាកូនអត់ត្រូវសោះហ្មងពុកម្ដាយកូនអីមិននិយាយចឹងអាពាក់រៀបចំចឹងដែរម៉ែកូនមិនបានរកស៊ីមិនឡើងសោះរៀបចំច្រៀងផ្ទះអត់បានរយមើលច្រៀងផ្ទះចលកេលកូនប្រវិញនឹងចឹងហ៎សេរីក្បាលយើងចេះឲ្យវាងើបឡើងចេះមកដល់ពេលវាស្អីវាឡើងសម្រាប់ច្រៀងផ្ទះក៏ធ្មេញមាសដែរនេះចេះមកដាក់វាហាប់ហើយមើលកូនហើយកូននេះអាច្រៀងចាស់នេះអាសាលៀបក្បាលវាលៀបអាប្រេងដងឥឡូវឡើងលៀបយើងធ្វើចឹងឲ្យបានល្អទេហើយឯងមើលឯងសមឯងឯងចាស់ប៉ុណ្ណឹងឲ្យមើលពាក់ស្បែកជើងកៃឡាអញ្ចឹងឈួតសុតហ្មងឲ្យឯងហ្នឹងអូយកូនណាកូនឯងនិយាយបានអាពុកម្ដាយខ្សែកខ្សែអីអត់សមអីនោះព្រះ2 3ហើយនិយាយពីក្រៅខេរយប់ឲ្យពុកចេះបងកូនឯងនៅក្នុងគ្រួសារកូនឯងអញ្ចឹងនិយាយមើលមកឯងមើលចាស់ហើយស្អីបច្ចឋានក្រៅគេផងខ្សែដៃផងមើលនេះមើលស្បែកជើងនេះកូនធ្វើសំណងនេះមើលស្បែកជើងសាក់ដាំត្បូងនឹងបោះកាច់ស្អីនឹងម៉ែតាមកូននោះចឹងអាវពាក់វាលើកឡើងគ្មានអត់ណាមើលអញបានហើយបាត់តែកូនញ៉ាទាំងម៉ែទាំងកូនទាំងឪឥឡូវខ្ញុំទៅហើយចាលោកកូនជើញកូនរៀបចំជ្រើចាបានស្រួលទៅបងជើញកូនយាងកូនយាងខ្ញុំខ្លាចតែវាទៅធ្វើការស៊ូមសួរវាសុំគេធ្វើមេថ្ងៃហ្នឹងទៀតឯងគេពេញហ្នឹងទៀតពុកខ្ញុំបន់ឲ្យតែវាទៅទេតែនៅហ្នឹងវាឈួតដោយទាំងខ្ញុំទៀតឥឡូវគិតមិនតាមវាស្នារបស់វាតែពុកតាខ្ញុំគិតច្រើនមកឯងគិតច្រើនពេកខ្វល់ដូចចាត់ដើមណាអូខ្ញុំរៀងអីដូចឆ្ងាញ់ដែរបានជាយំមកយំយ៉ាប់មកយំថ្ងៃណែអែមដែរអាដល់វាសេតែឯងចឹងមិនឆ្ងាញ់ដែរអូមិញលោកតកែច្រៀងហ៎អញសាកលេងលោមើលវាមិនដែរខ្ញុំស្ដាប់ទៅក្រោយមិញឮសំឡេងដូចឆ្កែលូ
អាតាណាឯងអត់ធ្វើការធ្វើគេចាស់ផងទៅណាហ៎បាទអ៊ំអើយខ្ញុំមានទុកធ្ងន់ណាអ៊ំសូមអ៊ំទៅផ្ទះហើយថៃមកពួកខ្ញុំឈឺអ៊ំពួកឯងឈឺស្អីអាតែមកវោកម្សិលមិញសងបាទឈឺធ្ងន់ហ្មងឈឺស្អីគេពុះវែកពុះវែកចាក់ហ៎អត់ទេអត់ឈឺខ្លាំងពេកក្នុងពោះហ្នឹងធ្វើទុកខ្លាំងណាស់ដល់ឲ្យពេទ្យគេពិនិត្យឲ្យពេទ្យគេថាពុះវែកក្នុងតម្រងនោមវាមិនតែអាណាជំងឺពុះវែកក្នុងតម្រងនោមណាមើលពេទ្យគេពិនិត្យឃើញចឹងមានគ្រោះក្នុងតម្រងនោមឯងក៏មកផលអាចជឿទេគ្រោះរូបពុះវែកអញមិនអាចទៅចម្រងណាមួយភ្លើងឆេះផ្ទះទៀតភ្លើងឆេះផ្ទះហ្មងភ្លើងឆេះផ្ទះខ្ញុំទៅបានជួយពលុតហើយឯងនៅនេះហើយភ្លើងពងឆេះផ្ទះណាអត់ទេភ្លើងផ្ទះមិនតន់ឆេះណាអត់តន់ឆេះហើយទៅអីតួខ្ញុំទៅបានឆេះផ្ទះហ្នឹងឲ្យជួយពលុតឯងកុំមកល្បិចមើលអញអាគ្រឿងមែនអ៊ំខ្ញុំមិនដោះស្រាយចង់ទៅផ្ទះទេប៉ុន្តែចាំបាច់ខ្លាំងមែនទេនៅតែមកទៀតហើយណាតែមកទៀតហ៎អូយឯងហើយឥឡូវឯងហើយឯងខ្ញុំពងសុំតកែគាត់ចិត្តឲ្យទៅហើយឯងចាំឯងណាចាំដង្ហើមមើលចាំដង្ហើមប្តីទៅហេមើលទូរស័ព្ទពេលថ្មផងគេឯងជិះឯងល្បិចមិនបើថាចង់ទៅផ្ទះឯងនឹកប្រពន្ធអីនឹកប្រពន្ធឯងមែនបាទអាប្រភ្លឺទៅបាក់លុយក្រោយនឹកប្រពន្ធមិនថានឹកប្រពន្ធទេថាប្រពន្ធគុកអីពុះវែកក្នុងតម្រងបាក់លុយមិនមែនបាក់លុយមកកាហែទេអាលុយខែហ្នឹងបើកឲ្យប៉ុនសុំជ័យខែជ័យថែម10ខែទៀតទៅបើកក្រោយអានេះសិតអីណាប្រពន្ធវាអ៊ំមិនថាលោកនេះមកបើតាមហ្នឹងបាទអីគេស្អីគេក្នុងហ្នឹងពុះវែកម៉ាលើស្អែរត់ចយទៀតហេធ្វើការធ្វើងារអីហ៎បាទមានធ្វើការធ្វើងារអីអត់ធ្វើបងឯងមកនេះមកម្លងបាច់តែមិញព្រោះខ្ចីលុយទៀតបាទចង់ខ្ចីលុយឯងខ្ចីលុយប្រហែលឯងប្រាប់អ៊ំមិនអីទេឯងនៅមើលអញយូរជាងគេហើយឯងចង់បាន100000ក៏បាន50000បាញ់ឯងខ្ចីអត់ហ៊ានខ្ចីទេអ៊ំខ្លាចអញអត់ឲ្យពួក50000អញជាឲ្យហើយចង់ខ្ចីលុយខ្លួនឯងទិញ570ជីងបែរឡូវអញងឯងជាអាទៀតគោទៀតស្អីឯងខ្ចីទិញ570បាទប្រភ្លឺខ្ញុំសុំទៅផ្ទះដែរអ៊ំទៅផ្ទះទៅអីខ្ញុំនឹកប្រពន្ធចប់ឯងគេប្រភ្លឺសុំទៅផ្ទះគ្រប់គ្នាអញ្ចឹងបានណាធ្វើការឯងនឹកប្រពន្ធឯងហ្នឹងបាទតផ្ទះងាប់ឡើយអញស្អប់តែបងនេះខ្ញុំសួរគេហើយសួរម៉េចសួរតាំងពីដើមភូមិដល់ចុងភូមិគេថាខ្ញុំចិត្តឈួតហើយឈួតមែនហ្នឹងភ្លើតាពពូចឯងឈួតខ្លះហើយតាខ្ញុំឈួតទៅពេទ្យអត់ទៅមកហ្មងស្អីខ្ញុំទៅបើកលុយមិញហ្នឹងអាចចង្រៃណាយកអាឡុកផ្លែប្រពន្ធហ្នឹងដាក់លើទូខ្ញុំឃ្លានសាច់ទឹកផងយកមកដាក់ឡើងជង្គង់ភូសអញ្ចឹងមានអាឡុកណាអីគេអត់តែអាចបែរឡូវអាបកាញ់ណាអាចដាក់អាឡុកយកទុកធ្វើជីអាភ្លើហ្នឹងជីលក់អាឡុកថោកមែនពួកនេះប៉ែមែនបាទមួយទៀតនោះមកបដៅឯងសិតអីណាអត់មានអីទេមួយទៀតមកបដៅស្អីលោកតកែហ្នឹងចរិតអន់ឯណាពេលខ្លះវាសងវាតកែឯងវិញអាហ្នឹងថ្ងៃហ្នឹងជ័យហេតុតែមិនសុទ្ធតែក្បាលឯងចាច់បងឯងកុំភ្លើមើលអញបាទសុទ្ធលោកនេះ7ដាំនេះអត់ត្រូវស្តង់ដាទេណា7អាចដាំពូជការ៉េឲ្យអ៊ំឯងចឹងណា7នៅខ្ញុំធ្លាប់ទៅសិក្សានៅជប៉ុនណា7ផ្លែគេមកត្រង់ភ្លឹងចេះហើយធំប៉ុណ្ណឹងហ្នឹងបាទទេវាមិនដែល7ដាំផ្ទះបាញ់អីចឹងហើយមួយទៀតរួមឯងអញមិនយើងធ្វើតកែគេកុំចរិតថោកពេកមើលអាកូនចៅមួយអាណាទៅផ្ទះបាត់ងាប់តែខ្ញុំហ្នឹងយើងតកែគេយើងមិនធ្វើភ្លើចឹងទេអ៊ំឯងធ្វើចឹងកូនចៅត្រូវមានច្បាប់មួយខែច្បាប់មួយថ្ងៃអី2ថ្ងៃបានហើយម៉ែណាទៅបំធ្វើការមួយខែបើ2ថ្ងៃទៅរាប់3 4អាទិត្យយើងធ្វើតកែគេបំភ្លឺធ្វើផ្កាយរកគេបាញ់អីអត់ទេខ្ញុំនិយាយមែនទេហើយយើងមុខមាត់យើងមុខអ៊ំឯងមិនសមមែនថ្ងាស់ក្បាលឲ្យសមពួកសមអន់ចរិតអត់ទេឯងយើងវាពេកហ្មងឯងរងឯងណាពេកមិនតិចសឹកអាចធ្វើផ្ទះខុសស្តង់ដាសឹកដាំ7អីណាគួរផ្លែកងក
anh một sao cho các bạn anh sẽ đại hai ta cái anh rửa anh cái anh cho sủa chứ mày thưa tao bây trời mày mày mới đi bật tục đây mày đấy tục đây anh à anh đi mà bật côn bật ban này bây giờ bật côn thông chưa bật tục đây dừng đây rồi ngày bật thức dừng cho một đón ta mà phơi tí pi tí 7 tí này thế mai nào bật tục đây bật ban cái đam chu hơi bật côn bật ban na nấy rồi anh trong thưa vì stong à bạn ông ai nhưng si bay bật tục thức cho là chết bài chết bài chết vậy các bạn chết vì ca than vào anh nhưng gọi vậy chắc bán không đấy hãy bị chơi phết một điều các bạn anh cho ra anh tháo ra anh sky chết phim ông xong chưa bắt ông chưa ông chưa tư nhân mẹ cầm hốt nha mẹ chào các bác hốt nha bác hốt cha cầm nư một anh và chặt anh hệ tuột slap xa bên này mà đong chậm đây chào trên vị thế anh ọt miền này như một điều cầm đất anh cầm đất sky cầm đất ma bà bần chỉ mui nhông về nơi ba ấy chỉ mui đen na cái nơi ba này mà cho mà xịt cái điện smoke acid và hốc thông chiếc bài tao của hai nó anh hả có về mình sơi chụp ba lăng anh ban cầm lăng anh dột đấy đây cái cái chắc hay mới sao các ba hả chắc là các ba là cái đàn đâu phơi à vậy xây kia hả xây kia hay thơ luôn xây kia có hòm ấy hả thơ luôn ấy anh vậy dùng mến hả dùng ấy hả miền dùng ấy hả xuân tình túi tật đây tật tự bảo cho nàng nàng hỏi mà mốt bếp mở kiếm tu tầm nàng á chạy miên tôn muối á thấy viên thầy mấy trong vậy tha bỏ đôi ở lời quanh tay hổ con ra miên đấy không tên đó con nào chị bảo một hít thấy con á thấy con phơi ma mà con phơi Nguyệt thấy con thấy mà mẹ chú bạn chú phụ cho ba mẹ chú bạn đã chú phụ ba mẹ chú trẻ anh hai ghê chơi việc tài hả anh đâu bây giờ chú lúc mình đi nhiều tôm đã chú trong ba ba gì vậy nè anh chấm ấy cái ở thành ngồi cái hả việc tàn đó anh mình từ chợt đây con anh vậy thay cái con lại kia nè thưa ấy con ấy nè thưa ấy cho mày cho thấy con hả anh Đăng ơi anh Đăng ơi người dùng chọn bàn vào đấy mình nắng không ấy nhìn chơi bố cô nói chúa lắm
con này không may riệp rực ở xong chị đây cầm mắm na con na nè nè ngay từ nào màu này chè ao lùm tô đã chặt tôm na con na nè nè ngay mày còn than chắc cha nè tha cho ba mày cha nè dây ăn cho bà trắng tọt quay cả lao đọc hay mày riệp rất hay đọc cái nào cái nào này cô như tập hiệp cha cô như tập hiệp xong tôi dương sấy với dương ở bên mà trâu sập ai ao nhân với ấy thôi chứ bị thọc tiếp áប្រាប់កូនតិចទៅប្រាប់វាទៅស្គៀមទៅនៅស្គៀមណែខ្ញុំណែអត់ទេខ្ញុំមកធម្មតាតាលបងឯងខំមាត់ខំកយកស្បែកជើងមកហូតធ្វើអីអង្គុយលេងនេះខ្ញុំយកស្បែកជើងចាញ់ឲ្យស្រួលអង្គុយអូណែចេះទេណាបាទខ្ញុំមកមីងខ្ញុំងាកដូចនេះញ៉ឹងអត់អីទេគេហ៎អញងុយហើយលបងតាក់ស៊ីអ្នកភេម៉ាបាទហ្នឹងហើយកូនខ្ញុំវាកំឡោះខ្ញុំណែចង់ឲ្យពុកម្ដាយខ្ញុំហ្នឹងមកចង់ទៅដឹងកូនពូហើយនឹងមីងហ្នឹងហ្នឹងវានិយាយត្រូវប៉ុន្តែខ្ញុំមានការស្លុតចិត្តខ្លាំងណាស់ពេលដែលខ្ញុំមកជន់ទឹកដីនេះភ្លាមខ្ញុំឃើញអាកប្បកិរិយារបស់លោកគឺមកគាត់សូនបន្ទុកពេលមកយើងជាឪពុកខាងស្អីក្បាលដូចផ្ទះបាញ់ហ្នឹងហើយកូនយ៉ាងវិញទេចឹងតោតែតៅអាចទេឯងស្ដាប់គាត់សិនបងស្ដាប់នេះខ្ញុំនិយាយតែថាគាត់ទេអូខ្ញុំសុំអីទូណាពុកនិយាយមើលណែវាមិនដែរណាកូនខ្ញុំមកចង់បានកូនអ្នកណែបូដល់នោះឯងខ្ញុំដីដូចអ្នកបាញ់អត់ទេសំដីតែអញ្ចឹងបើវាចិត្តល្អទេវាស្លូតទេកូនវាស្លូតខ្ញុំដីហ្នឹងវាមិនដែរដិតល្អវាស្លូតវាមិនដែរដិតវាល្អចិត្តល្អខ្ញុំមិនជឿថាដិតវាល្អយើងស្ដាប់ខ្ញុំនិយាយកំហុសមកពីកូនងួមកពួកយើងឪពុកម្ដាយវាអន់ចរិតកូនកាត់ពេជ្រគឺឲ្យត្រូវបើទៅដល់ដំបូងប៉ុន្តែយើងឲ្យចរិតខោទៅដើមកូនបើបើតែកូនវាខូចដាអញ្ចឹងអលង្ការនេះមកអាចតាហើយឯងមកចូលទៅឬក៏បូតនបូឯងដំដីអានោះហ្នឹងមិនថែបមាត់មកហៀងខ្ញុំឆែបមាត់ថាទៅស្គៀបមើលនិយាយនឹងអាចចង់បានកូនគេអត់បូបែកជើងខ្ញុំនេះយកញឹកមាត់ទៅដូននោះឯងឃើញគេឲ្យបាច់ជើងខ្ញុំប្រាប់ណាវាអត់អញវាអត់សមឥឡូវពួកឯងគិតមើលណានំដីឲ្យម៉ែជាម្ដាយយើងជាម្ដាយគេណាម៉េចយើងមានកូនដល់កំមុំហើយហេតុអីក៏យើងក្បាលកញ្ចាយសាច់ខ្ចីម្លេះអីអត់ត្រូវហើយស្រឡាញ់កូនគេអត់បូដល់នោះឯងខ្ញុំណាច់សុំគិតឲ្យឆ្លោះគ្នាមុនការកុំឲ្យការឲ្យឆ្លោះគ្នាណាហើយបើសិនជាក្រែកការខ្ញុំបើលោកឯងមិនកាត់សក់ទេកុំមកចុះរោការខ្ញុំណាអីលោកអីលោកកូនឯងមកគម្រាមទៀតក៏មានអញក៏ឯងមកចូលដៃឡើងកូនរោការខ្ញុំហាម3ប្រការទី1ក្បាលចាស់បាញ់មិនឲ្យចូលទី2មានជាតិស្ករឲ្យចូលទី3មុខស្គមគ្មានសាច់ស៊ីមិនឲ្យចូលរោការខ្ញុំរឿងមានសាច់រឿងមានជាតិស្ករនេះឯងតែផ្ដាំចុងភៅទៅម៉ែបើថាកូនកំឡោះតែអាខ្វាក់ម៉ងបាច់ដល់ដឹងខ្ញុំមកយកខ្ញុំសុកទឹកនោមដាក់បោតទៅអត់ហើយបាច់ឲ្យចោលទេអស់លោកឲ្យចោលចាស់គ្នាណាខ្ញុំអាពេលហ្នឹងខ្ញុំសុកចិត្តទៅនោមឲ្យភ្លុំទៀតស្ដាប់វាសិនកូនធម្មតាមនុស្សវាឃើញមិនវាថាអញ្ចឹងតែក្នុងចិត្តវាល្អខ្ញុំប្រាប់បានបងឲ្យថាខ្ញុំខ្ញុំនិយាយរឿងនោមមួយខ្ញុំខ្ញុំនិយាយរឿងនោមមួយខ្ញុំឥឡូវយើងជាមនុស្សត្រូវការសំចៃមិនអាចនោមចោលបានទេនោមដាក់ខ្ទឹមទុកសោយតកូនណ៎ឃើញហ៎កូននោះចេះណាគំនិតរបស់ខ្ញុំហ្នឹងទឹកហ្នឹងសិនស្រឡាញ់កូនមីងអត់ស្រឡាញ់ខ្លាំងអត់អូនស្រីនៅស្ងៀមអូនស្រីណាអូនស្រីវាយស្មើឲ្យតាប្រពន្ធណាប្រពន្ធណាឥឡូវមកតាដឹងឬក៏មកដៃតាកៅស្ងាត់មាត់ណាពុកនិយាយជើងកាយមកទៅដឹងគេមកបដៅគេហ្មងលោកឯងគ្មានប្រមាណទេអញវាល្អតែចាំជាមួយខ្ញុំក៏វានិយាយដៃនេះចាំមកអ្នកឯងកុំប្រកាន់ល្មងហើយបូដូនបូឯងហើយដល់ឪបូឯងដូចគ្នាចិត្តវាតែចឹងនិយាយខ្ញុំដឹងថាទឹកវាចឹងហើយប៉ុន្តែដូនបូឯងហើយក៏ឪបូឯងខ្ញុំប្រាប់បងប្រាប់អូនឯងឪពុកបងគោរពណាពុកល្អបងគោរពណាបើឪពុកក្បាលចឹងសក់ចឹងបងគោរពហីគ្មានណាបាននិយាយអីទេឥឡូវនិយាយសាច់ការឬក៏មកប្តីឲ្យឯងបើអត់ព្រមនិយាយញ៉ាំការទេនិយាយថាកូនតាឥឡូវឲ្យយល់ចិត្តសុំបីតែខ្ញុំក៏វានិយាយចឹងដែរយល់ទេហ្នឹងហើយហើយវាព្រមប្រធានបទមួយវាថាវាទាស់គ្នាសិនកុំឲ្យតែការឲ្យទាស់គ្នាមិនចឹងវានិយាយល្អតែវិញអ្នកឯងសម្ដែងយ៉ាងម៉េចខ្ញុំដឹងថាកូននេះឯងមនុស្សណាឃើញមិន
ណាំចឹងចឹងអូទេឯងចឹងអូទេឥឡូវខ្ញុំអត់ប្រកាន់អូទោសដំណើរអីទេណាហ្នឹងឥឡូវយើងរងថ្ងៃល្អថ្ងៃណាដែលត្រូវវេលាល្អយើងនឹងរៀបសំគុំហ្នឹងបងទៅបាទរកអាចារ្យមើលវេលាមើលអីទៅណាហ្នឹងចាត់ទុកជាទៅគ្នាចឹងអូចឹងខ្ញុំលាយតឡងអើយលាយណែកូនអុបហ្នឹងដិតវាល្អទេមកកូនត្រូវគ្នាហើយទៅកាត់សក់កាត់អីខ្ញុំចង់ប្រាប់លោកឪពុកម្ដាយក្មេងនិងប្រពន្ធឲ្យដឹងច្បាស់ណាបន្ទប់ខ្ញុំសំតំណែងក្រេអត់មានលន់កេនកទេគឺវាយដោយគោលអាមកតាក់ផ្ទៃមមមិនអីទេកូនអានវាយបងបាញ់នោះតាកូនទៅរៀបចំចាំរកពេលរកវេលាឯងលាយតឡងមកឯងម៉ែឯងលើកខ្ញុំឲ្យអាមួយដិតអាងវាំងកូននេះវាសំដីតែអញ្ចឹងទេកូនឯងក៏ប្រកាន់តោះឯងកូនយើងក៏វាមិនល្អណាស់ណាដែរសំដីនោះវាដូចតែគ្នាទេតាឯងតោះចារអីមកតោះទៅរកអាចារ្យនេះវេលាតែជើងឯងទៀតឡើងអបវាដល់ណាងអតោះប្រឡោះលេខោចង់អត់និយាយច្រើនទេមើលខ្ញុំយើងធ្វើដឹងទូនេះទៀតយើងជាខ្ញុំអាចនិយាយច្រើនទេបើចង់សុំតំណែងខ្ញុំមកខ្ញុំមិនមែនថោកទាបចឹងទេយើងតែចង់សុំតំណែងជាស្រីយើងធ្វើគំនិតយើងកុំថោកទាបចឹងណាយើងត្រូវស្លៀកងូតទឹកឲ្យស្អាតស្លៀកសរងចង់ពោះឲ្យស្អាតយើងមកសើកបយពីបញ្ជាន់នឹងតើប្រុសណាមានអារម្មណ៍ជាមួយនឹងឯងទៅអញមិនដឹងតំណែងមួយហើយអញឈឺចាប់បំផុតផ្ទះហ្នឹងអញនឹងចែកមិនកាមនេះហ្នឹងក្នុងបន្ទប់ទឹកក្នុងកន្លែងដីកសែងម៉ែណាសិនតែកម្រាលតុកកម្រាលអីអស់នេះចឹងមកអញជូតមុខជូតក្បាលធំតែសឡអាកន្លែងនេះធំផោមចឹងអញចេះហ្មងណាឥឡូវបើតាមសុកចិត្តនៅមួយគ្នាមកអាទិត្យអីសំនេះឲ្យលេងនេះហ្មងទៅអត់នេះវាខាតស្មើគ្នាហ្មងម៉ែមកអើយមកអានអានោះហ្នឹងវាមើលងាយនួយណាហ្នឹងវាណានួយណាហ្នឹងណៅញៀបអូនម៉ែឡាកូនមកឯងមកមកហើយមើលសមហ៎ម៉ាច់ទៅចំណៃអីដូចមកឯងហ្នឹងអាដិតអានោះហ្នឹងវាថាខ្ញុំលៀងហៅទៅបើពី3ដួលទៅមកជ្រាបតាអីគេណាកូននេះហ៎ញ៉ៃមែនហ៎វាបានវាប្តីប្រពន្ធវាពូទុកដល់អញនេះទៀតបើឲ្យឯងមើលចៅឲ្យឯងឲ្យឯងជួយបដៅថាឃើញចៅអញមានកូនមានប្តីឯងវាមានអនាគតមែនអ៊ំទេតាឯងតាឯងចាស់ហើយអាយុកាន់សិលហើយមិនត្រូវមកចូលកន្លែងផ្សំស្អីក្មេងៗនេះណែចៅឥឡូវតាសុំនិយាយម្ដងរឿងចៅឯងបើនៅតែកាន់គំនិតបែបហ្នឹងគ្មានអនាគតទេយកចៅស្រីខ្ញុំនេះចង់ឲ្យចៅខ្ញុំមានអនាគតចៅឯងនេះពាក្យសម្ដីចៅឯងនិយាយណាខ្ញុំដឹងហើយបើខ្ញុំអត់ទាន់មាត់ឥឡូវខ្ញុំមាត់ចុះម៉ែមើលបើតាំងពីម៉ែឪបើតាំងពីអ្នកមានល្អឲ្យធ្វើកម្មករល្អមិនល្អទេស្ដាប់តាចាស់ហើយតាដឹងរឿងរ៉ាវណាយើងពាក្យសម្ដីយើងតែគួរនិយាយចាំនិយាយមាត់យើងហ្នឹងពេលណាដែលត្រូវនិយាយថាត្រូវចាំនិយាយបើថាមិនត្រូវគួរណានិយាយក៏និយាយពេចបដៅគេអត់ដឹងគេចាស់គេអីចឹងចឹងមិនគេដឹងថាខ្ញុំចេះចេះហើយមិនតែចេះយល់កូនស្ដាប់ពុកណាគេថាបើចាស់គេកោតបើឆោតឲ្យគេអាណិតហ្នឹងហើយកូនឯងចេះទៅអូប៉ុន្តែបើទៅដល់ម៉ែឪវាខុសកូនចឹងបាទខ្ញុំធ្វើការមកគេដេញចោលរហូតឥឡូវចាប់ពីពេលហ្នឹងទៅកូនណាឈប់អារឿងមាត់លប៉ុលលពោចេះដើរជួយផ្ដេកដាស់អត់ប្រយោជន៍ចឹងណាខ្ញុំលេងមួយខ្ញុំម៉ែម្ដងអីមួយញ៉ាំពុកឥឡូវខ្ញុំខុសហើយខ្ញុំលេង